នៅពេលថ្មីៗនេះយើងឃើញមានករណីរឿងក្តីមួយដែលពិតជាទទួលបានការចាប់អារម្មណ៍និងការវែកញែកច្រើនមែនទែននៅក្នុងប្រព័ន្ធបណ្ដាញសង្គមដូចជា TikTok ជាដើមហើយនោះគឺជាករណីរឿងក្តីរបស់ស្ត្រីជាម្ដាយម្នាក់ឈ្មោះថា Lindsay Clancy ដែលខ្ញុំនឹងលើកឡើងយកមកនិយាយក្នុងថ្ងៃនេះមុននឹងចាប់ផ្ដើមនិយាយខ្ញុំសូមជម្រាបជូនទុកជាមុនថាខ្លឹមសារក្នុងវីដេអូនេះនឹងមានតាក់ទងពីការបាត់បង់ជីវិតរបស់កុមារការប៉ុនប៉ងធ្វើអត្តឃាតនិងសុខភាពផ្លូវចិត្តធ្ងន់ធ្ងររបស់ម្ដាយក្រោយពេលសម្រាលកូនរួចហើយដោយសារតែសាវនាការកាត់ក្តីរឿងក្តីហ្នឹងអត់ទាន់ចាប់សពគ្រប់នៅឡើយទេអញ្ចឹងខ្ញុំនឹងព្យាយាមប្រើពាក្យពេចន៍ដែលប្រុងប្រយ័ត្នមែនតើហើយខ្ញុំក៏សូមការយោគយល់អធ្យាស្រ័យបើសិនជាការប្រើពាក្យពេចន៍ខ្លះអាចថាឆ្គំឆ្គងដោយសារខ្ញុំមិនមែនជាអ្នកច្បាប់អីទេខ្ញុំនឹងមិនកាត់ក្តីថាគាត់មានទោសឬក៏អត់ទេខ្ញុំគ្រាន់តែលើកឡើងពីអ្វីដែលគេបានអះអាងថាបានកើតឡើងក្នុងថ្ងៃកើតហេតុតាមរយៈមេធាវីការពារក្តីនិងព្រះរាជអាជ្ញាការពារជនរងគ្រោះហើយចុងក្រោយខ្ញុំនឹងលើកឡើងពីបញ្ហាមួយដែលពាក់ព័ន្ធក្នុងរឿងហ្នឹងដែលខ្ញុំគិតថាសំខាន់ហើយប្រជាជនយើងភាគច្រើនអត់ទាន់យល់ដឹងនោះគឺបញ្ហាផ្លូវចិត្តរបស់ម្ដាយក្រោយពេលសម្រាលកូននឹងឯងនៅល្ងាចមួយនៃខែមករាឆ្នាំ2023មានបុរសម្នាក់ឈ្មោះថា Patrick Clancy ដែលរស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកបានចេញទៅទិញអាហារពេលល្ងាចនឹងថ្នាំសម្រាប់កូនប៉ុន្តែគាត់ចេញទៅដល់1ម៉ោងហើយត្រឡប់មកវិញក៏បានរកឃើញថាប្រពន្ធរបស់គាត់ឈ្មោះថា Lindsay Clancy នឹងបានដេកដួលនៅលើដីនៅខាងក្រោមផ្ទះហើយកំពុងតែរងរបួសធ្ងន់ចំណែកឯកូនទាំង3របស់គាត់គឺគាត់រកឃើញនៅក្នុងផ្ទះហើយសឹងតែបាត់បង់ជីវិតទៅហើយដែលកូនទាំង3ហ្នឹងគឺតូចខ្លាំងមែនតើកូនទី1គឺកូនស្រីឈ្មោះថា Cora អាយុ5ឆ្នាំកូនទី2ឈ្មោះថា Dawson អាយុ3ឆ្នាំជាកូនប្រុសហើយនិងកូនប្រុសពៅទី3ហ្នឹងគឺឈ្មោះថា Kalen ដែលមានអាយុទៅតែ8ខែក្មេងៗទាំង3គឺត្រូវបានបាត់បង់ជីវិតក្រោយពេលដែលគេបញ្ជូនទៅសង្គ្រោះហើយក្នុងរឿងនេះដែរស្ត្រីជាម្ដាយដែលឈ្មោះថា Lindsay Clancy ហ្នឹងត្រូវបានចាប់ប្រកាន់ថាជាអ្នកសម្លាប់កូនរបស់ខ្លួនឯងហើយប៉ុនប៉ងខ្លួនឯងជាក្រោយប៉ុន្តែការប៉ុនប៉ងធ្វើអត្តឃាតហ្នឹងគឺអត់បានសម្រេចទេដែលគាត់រងរបួសធ្ងន់ទៅលើឆ្អឹងខ្នងរបស់គាត់ហើយបណ្ដាលឲ្យមានពិការភាពមួយកណាត់ចង្កេះចុះក្រោមរឿងនេះគឺដូចជាសោកនាដកម្មមួយដែលពិបាកសម័យមែនទែនជាពិសេសសម្រាប់ម្ដាយទាំងអស់ដែលកំពុងតែមានកូនតូចយើងអត់អាចសម័យថាម្ដាយដែលកំពុងស្រឡាញ់កូនហេតុអីក៏ហ៊ានលើកដៃទៅធ្វើបាបកូនចឹងកើតករណីមួយនេះដែរគឺត្រូវបានទទួលបានការចាប់អារម្មណ៍និងការវែកញែកច្រើនចម្រូងចម្រាសច្រើនគឺដោយសារតែវាពាក់ព័ន្ធទៅនឹងសុខភាពផ្លូវចិត្តរបស់ម្ដាយជុំវិញមុនពេលកើតហេតុនឹងតើ Lindsay Clancy គឺជានរណា Lindsay Clancy គឺជាមនុស្សស្រីធម្មតាម្នាក់ដែលធ្វើការជាគិលានុបដ្ឋាយិកានៅផ្នែកសម្រាលអញ្ចឹងគាត់គឺជាមនុស្សម្នាក់ដែលស្រឡាញ់ក្មេងហើយចង់បានកូនខ្លួនឯងខ្លាំងមែនតើហើយដល់ពេលគាត់បានរៀបការជាមួយនឹងប្តីគាត់ឈ្មោះ Patrick នៅឆ្នាំ2016ហ្នឹងគាត់ក៏មានកូន3នាក់ហ្នឹងអ្នកដែលនៅជុំវិញខ្លួនគាត់ភាគច្រើនគឺបានពិពណ៌នាថាគាត់គឺជាម្ដាយម្នាក់ដែលស្រឡាញ់កូននិងយកចិត្តទុកដាក់ចំពោះកូនខ្លាំងបំផុតក៏ប៉ុន្តែចាប់តាំងពីគាត់បានសម្រាលកូនទី3មកគាត់ក៏ចាប់ផ្ដើមក៏ឃើញថាមានជំងឺផ្លូវចិត្តដែលគេហៅថា postpartum depression ឬក៏ជំងឺបាក់ទឹកចិត្តក្រោយសម្រាលហ្នឹងតាមរយៈភស្តុតាងនិងសក្ខីកម្មដែលបានបង្ហាញនៅក្នុងស្ថាបនាការបានបង្ហាញថា Lindsay គឺចាប់ផ្ដើមមានបញ្ហាផ្លូវចិត្តដូចជាថប់បារម្ភខ្លាំងធ្លាក់ទឹកចិត្តនិងមានបញ្ហាគេងអត់លក់យប់ឡើងគាត់ក៏មានបញ្ហាថប់បារម្ភឬក៏ព្រួយបារម្ភហួសហេតុចំពោះសុខភាពខ្លួនឯងនិងការថែទាំកូនរបស់គាត់ហើយពេលខ្លះទៀតគាត់ក៏បានប្រាប់គ្រូពេទ្យថាគាត់មាន intrusive thought ឬក៏គេហៅថាជាគំនិតអាក្រក់ដែលវាចូលមកក្នុងខួរក្បាលគាត់ដែលគាត់អាចគ្រប់គ្រងវាបានអត់ចង់គិតតែវានៅតែគិតចឹងណាហើយពេលខ្លះក៏មានគំនិតចង់ធ្វើអត្តឃាតផងដែរពេលដែលមានបញ្ហាហ្នឹងណា Lindsay គឺអត់មានបាននៅស្ងៀមទេគឺគាត់ចាប់ផ្ដើមស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្តពីគ្រូពេទ្យផ្លូវចិត្តអីផ្សេងហើយគ្រូពេទ្យក៏បានចេញវេជ្ជបញ្ជាឲ្យថ្នាំគាត់យកទៅលេបដើម្បីព្យាបាលបញ្ហាផ្លូវចិត្តរបស់គាត់នឹងហើយរយៈពេលត្រឹមតែប្រហែលសប្តាហ៍មុនថ្ងៃកើតហេតុហ្នឹងស្ថានភាពផ្លូវកាយផ្លូវចិត្តរបស់ Lindsay ហ្នឹងវាធ្ងន់ធ្ងរដល់ថ្នាក់គាត់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យហើយសម្រាប់នៅមន្ទីរពេទ្យហ្នឹងរហូតដល់5ថ្ងៃមុននឹងគ្រូពេទ្យបានអនុញ្ញាតឲ្យគាត់ចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយនេះគឺជាមូលហេតុដែលបង្កឲ្យមានភាពចម្រូងចម្រាសនិងពិភាក្សាយ៉ាងច្រើនជុំវិញករណីរឿងក្តីហ្នឹងព្រោះគេឃើញថា Lindsay គឺជាមនុស្សម្នាក់ដែលមានបញ្ហាផ្លូវចិត្តហើយអត់បានលាក់ទុកតែម្នាក់ឯងឬក៏អត់បាននៅស្ងៀមទេគឺគាត់បានស្វែងរកជំនួយពីគ្រូពេទ្យពីអ្នកជំនាញរួចទៅហើយប៉ុន្តែត្រឹមតែរយៈពេលប្រហែលសប្តាហ៍ក្រោយពីគាត់ចេញពីពេទ្យនឹងមក
សោកនាដកម្មនឹងក៏បានកើតឡើងយោងទៅតាមសក្ខីកម្មនៅក្នុងសវនាការគេបានពណ៌នាថាថ្ងៃ24មករាឆ្នាំ2023ហ្នឹងមើលទៅដូចជាថ្ងៃធម្មតា Patrick Clancy ដែលជាប្តីរបស់ Lindsay ហ្នឹងគឺបានផ្ដល់សក្ខីកម្មថា Lindsay ថ្ងៃហ្នឹងមើលទៅមានអារម្មណ៍ល្អធម្មតាទូទៅឯងហើយល្ងាចហ្នឹងដែរ Lindsay បានប្រាប់គាត់ថាឲ្យចេញទៅយកអាហារពេលល្ងាចដែលគាត់បាន order ទុកហ្នឹងហើយនឹងទៅទិញថ្នាំឲ្យកូនផងហើយក្រោយពីគាត់បានចេញទៅរយៈពេលប្រហែលជាជិត1ម៉ោងគាត់ត្រឡប់មកវិញឃើញផ្ទះដូចរៀងស្ងាត់ខុសធម្មតាគាត់ក៏រត់ទៅរកមើលនៅក្នុងផ្ទះទៅមើលអីក៏ឃើញប្រពន្ធនៅដេកដួលលើដីខាងក្រោយផ្ទះហ្នឹងហើយរបួសធ្ងន់បាត់ហើយគាត់ក៏ទេហៅលេខសង្គ្រោះបន្ទាន់911បន្ទាប់មកទៀតគាត់ក៏បានរត់ចូលទៅក្នុងផ្ទះវិញហើយរកឃើញកូនទាំង3នាក់របស់គាត់ហ្នឹងនៅក្នុងបន្ទប់ជាន់ក្រោមដីបានបាត់បង់ស្មារតីបាត់ហើយនៅលើករបស់ពួកគេទាំង3នាក់ហ្នឹងគឺមានខ្សែរឹតកហើយអ្វីដែលធ្វើឲ្យរឿងហ្នឹងវាមានការចាប់អារម្មណ៍ខ្លាំងហ្នឹងគឺការអះអាងពីអ្វីដែលបានកើតឡើងដែលខុសគ្នាទាំងស្រុងរវាងភាគីខាងព្រះរាជអាជ្ញាការពារជនរងគ្រោះនិងមេធាវីការពារក្តីខាងព្រះរាជអាជ្ញាបានលើកឡើងថាអ្វីទាំងអស់គឺជាផែនការរបស់ Lindsay គាត់បានធ្វើរឿងហ្នឹងដោយចេតនាដោយរៀបចំផែនការទុកជាមុនដោយប្រាប់ឲ្យប្តីចេញទៅក្រៅដើម្បីគាត់មានឱកាសបានធ្វើរឿងហ្នឹងទៅលើកូនរបស់គាត់ក៏ប៉ុន្តែភាគីមេធាវីការពារក្តីនៅខាង Lindsay ហ្នឹងគឺបានលើកឡើងថាក្នុងកំឡុងពេលដែលកើតហេតុហ្នឹងតាំងពីមុនពេលកើតហេតុហ្នឹងគឺ Lindsay បានមានជំងឺផ្លូវចិត្តរួចទៅហើយដែលគាត់អាចគ្រប់គ្រងខ្លួនឯងបានទេហើយគ្រូពេទ្យផ្នែកផ្លូវចិត្តបានទៅធ្វើរោគវិនិច្ឆ័យលើ Lindsay ក្រោយពេលកើតហេតុហ្នឹងឃើញថាគាត់មានជំងឺ postpartum psychosis ឬក៏ហៅថាជំងឺវិកលចរិតក្រោយពេលសម្រាលនិងជំងឺ bipolar disorder ដែលជាជំងឺមួយដែលធ្វើឲ្យអ្នកជំងឺហ្នឹងមានអារម្មណ៍ឡើងចុះខ្លាំងអាចថាសប្បាយខ្លាំងហួសហេតុឬក៏ពេលខ្លះធ្លាក់ទឹកចិត្តគឺធ្លាក់ទឹកចិត្តខ្លាំងហួសហេតុហ្មងអញ្ចឹងមេធាវីការពារក្តីខាង Lindsay ហ្នឹងគឺបានអះអាងថាដោយសារតែស្ថានភាពផ្លូវចិត្តអត់នឹងណរបស់ Lindsay គឺអត់អាចឲ្យគាត់ទទួលទោសផ្នែកព្រហ្មទណ្ឌសម្រាប់បទល្មើសនឹងបានទេតែក៏គួរឲ្យកត់សម្គាល់ដែរថាមានគ្រូពេទ្យមួយចំនួនដែលបានជួបនិងព្យាបាល Lindsay មុនថ្ងៃកើតហេតុហ្នឹងបាននិយាយថាអត់បានរកឃើញពីសញ្ញានៃជំងឺវិកលចរិតក្រោយសម្រាលនឹងទេហើយបច្ចុប្បន្នយើងក៏អត់ទាន់ដឹងថាការកាត់ក្តីចុងក្រោយសាលក្រមនឹងទៅជាយ៉ាងណាកាត់ក្តីឲ្យគាត់ជាប់ទោសឬក៏អត់នោះដែរដោយសារសវនាការវានៅកំពុងបន្តនៅឡើយអត់ទាន់ចប់ទេហើយចំណុចចុងក្រោយដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះគឺតើ postpartum depression និង postpartum psychosis គឺជាអ្វីហើយជំងឺនេះអាចធ្ងន់ធ្ងរដល់កម្រិតណា postpartum depression ហើយនិង postpartum psychosis ឬក៏យើងហៅខ្មែរថាជំងឺបាក់ទឹកចិត្តក្រោយសម្រាលនិងជំងឺវិកលចរិតក្រោយសម្រាលហ្នឹងគឺជាស្ថានភាពជំងឺពីរដាច់ដោយឡែកពីគ្នាបន្ទាប់ពីសម្រាលកូនហើយស្ត្រីទូទៅអាចនឹងជួបបញ្ហាមួយដែលគេហៅថា baby blue ដែលធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាពិបាកចិត្តសោកសៅងាយយំងាយខឹងហើយអស់កម្លាំងអារម្មណ៍អាចឡើងចុះប្រែប្រួលខ្លាំងខុសពីធម្មតាអាហ្នឹងគឺអាចថាកើតឡើងជាទូទៅរយៈពេលក្រោម2សប្តាហ៍ប៉ុន្តែបើអាការៈហ្នឹងវានៅតែបន្តលើសពី2សប្តាហ៍អាហ្នឹងវាចូលលក្ខណៈគេហៅថាជា postpartum depression ឬក៏ជំងឺបាក់ទឹកចិត្តក្រោយសម្រាលហើយជំងឺហ្នឹងវាអាចប៉ះពាល់ទៅដល់ការធ្វើសកម្មភាពប្រចាំថ្ងៃរបស់ម្ដាយដូចជាការមើលថែទាំខ្លួនឯងការមើលថែទាំកូនការគិតការគេងការញ៉ាំពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃជុំវិញខ្លួនតែជាធម្មតាហ្នឹងគឺគាត់អាចធ្វើបានប៉ុន្តែពេលមានជំងឺផ្លូវចិត្តហ្នឹងគឺវាពិបាកក្នុងការធ្វើហ្មងហើយពេលខ្លះស្ត្រីជាម្ដាយដែលមានជំងឺហ្នឹងមើលពីខាងក្រៅទៅគឺអត់ដឹងទេដូចធម្មតាអញ្ចឹងប៉ុន្តែជាក់ស្ដែងគាត់អាចមានជំងឺហ្នឹងហើយទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវពីគ្រូពេទ្យជំនាញមួយទៀតដែលខ្ញុំចង់មកនិយាយដែរហ្នឹងគឺតាក់ទងនឹង intrusive thought ហ្នឹងគឺជាគំនិតអាក្រក់ឬរូបភាពអាក្រក់ដែលវាចូលមកក្នុងខួរក្បាលយើងដែលយើងអត់ចង់ឲ្យវាចូលមកក៏វានៅតែចូលមកហើយយើងអាចបញ្ឈប់វាបានឧទាហរណ៍ដូចជាខ្លាចកូនគេងទៅអត់ដង្ហើមឬក៏ខ្លាចកូនធ្លាក់ពីលើដៃបែកក្បាលបែកអីអញ្ចឹងឬក៏ចង់ធ្វើបាបកូនអាហ្នឹងគឺសុទ្ធតែជារូបភាពអាក្រក់ដែលវារត់មកចូលក្នុងខួរក្បាលរបស់ម្ដាយហើយម្ដាយពេលខ្លះគឺភ័យខ្លាចហើយគាត់ថាអត់ចង់ឲ្យមានអាចគំនិតហ្នឹងនៅក្នុងខួរក្បាលប៉ុន្តែយើងអាចគ្រប់គ្រងវាបានពេលដែលរូបភាពក្នុងខួរក្បាលអាការគិតគំនិតអាក្រក់ហ្នឹងវាផុសឡើងនៅក្នុងខួរក្បាលណាវាផ្ទុយពីអីដែលម្ដាយគឺជាទូទៅអត់ចង់ឲ្យមានកើតឡើងចំពោះកូនទេអញ្ចឹង
វាជាមូលហេតុដែលធ្វើឲ្យម្ដាយខ្លាចជាមានanxiety ឬក៏ជំងឺថប់បារម្ភហ្នឹងខ្លាចមានរឿងអីមួយអាក្រក់ដែលកើតឡើងចំពោះកូនហ្នឹងintrusive thought ហ្នឹងពេលដែលមានគំនិតអាក្រក់ហ្នឹងគឺវាខុសគ្នាពី postpartum psychosis ឬក៏ជំងឺវិកលចរិតក្រោយសម្រាល postpartum psychosis ហ្នឹងគឺជាជំងឺដែលធ្ងន់ធ្ងរនិងជាករណីដែលកម្របំផុតដោយសារវាកើតឡើងមានតែចំពោះ1ទៅ2ករណីឯក្នុងចំណោម 1000 នាក់ហើយជាទូទៅបើគេធ្វើរោគវិនិច្ឆ័យឬក៏រកឃើញថាមានសញ្ញានៃជំងឺវិកលចរិតក្រោយសម្រាលហ្នឹងហើយវាគឺជាករណីបន្ទាន់ដែលត្រូវការជួយសង្គ្រោះបន្ទាន់ហើយត្រូវបំបែកម្ដាយចេញពីកូនដោយសារវាអាចនឹងមានបញ្ហាអីមួយធ្ងន់ធ្ងរកើតឡើងដោយករណីរបស់ Lindsay អញ្ចឹងព្រោះអីអ្នកដែលមានជំងឺវិកលចរិតក្រោយសម្រាលឬក៏ psychosis ហ្នឹងគឺអាចធ្វើឲ្យគាត់បាត់បង់ការយល់ដឹងពីពិភពពិតនៅជុំវិញខ្លួនគាត់អាចឮសំឡេងអីដែលអត់មានពិតទេគាត់អាចឃើញអីដែលអត់មានពិតទេហើយគាត់អាចច្បុកច្បល់ខ្លាំងវង្វេងវង្វាន់ឧទាហរណ៍អ្នកជំងឺហ្នឹងគឺអាចឮសំឡេងថាឲ្យទៅធ្វើរឿងអីមួយដែលអាក្រក់ដូចជាខ្លួនឯងឬក៏ធ្វើបាបកូនអីអញ្ចឹងទៅភាគច្រើនណាអ្នកដែលមានជំងឺហ្នឹងគឺអត់ដឹងថាខ្លួនឯងកំពុងតែឈឺទេវាខុសពីអ្នកដែលមានជំងឺ postpartum depression ពេលខ្លះអ្នកដែលយល់ដឹងពីជំងឺហ្នឹងគឺអាចដឹងខ្លួនឯងបានហើយស្វែងរកជំនួយបានប៉ុន្តែសម្រាប់អ្នកដែលមាន psychosis ហ្នឹងគឺអត់អាចដឹងខ្លួនឯងទេអញ្ចឹងមានតែពឹងទៅលើគ្រួសារមិត្តភ័ក្តិឬក៏អ្នកជុំវិញខ្លួនអ្នកចិត្តដិតហ្នឹងសង្កេតមើលឃើញថាបើមានរោគសញ្ញាទាំងអស់ហ្នឹងគឺត្រូវបញ្ជូនគាត់ឲ្យទៅទទួលបានការជួយសង្គ្រោះភ្លាមៗឲ្យបានទាន់ពេលវេលាហើយនៅខ្មែរយើងខ្ញុំសង្កេតឃើញថាសូម្បីតែ postpartum depression ឬក៏ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលហ្នឹងក៏អត់សូវមានអ្នកយល់ដឹងច្រើនដែរមិនបាច់និយាយដល់ postpartum psychosis ទេខ្ញុំឃើញថាម្ដាយភាគច្រើនដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលហ្នឹងគឺអត់បានទទួលការយកចិត្តទុកដាក់ឬក៏ការណែនាំឲ្យទៅជួបនឹងគ្រូពេទ្យជំនាញទេផ្ទុយទៅវិញគឺគេប្រាប់គាត់ថាអានឹងគឺជារឿងធម្មតាម្ដាយណាក៏ជួបដូចគ្នាដែរអញ្ចឹងបើសិនជាគេធ្វើបានយើងក៏ធ្វើបានដែរពេលខ្លះយើងអាចបានយកចិត្តទុកដាក់សួរនាំទៅលើផ្លូវចិត្តរបស់គាត់ហើយប៉ុន្តែយើងថែមទាំងបានដាក់សម្ពាធដាក់គំនាបបន្ថែមទៀតទៅលើទាំងផ្លូវចិត្តទាំងផ្លូវកាយរបស់គាត់ថែមទៀតដែលវាពិតជាពិបាកទទួលយកមែនតើសម្រាប់ស្ត្រីដែលទើបតែសម្រាលកូនហើយនឹងជាចុងក្រោយតើមេរៀនអ្វីដែលយើងបានរៀនអំពីករណីរឿងក្តីរបស់ Lindsay Clancy នឹងយើងអត់ដឹងថាសាលក្រមចុងក្រោយតុលាការនឹងសម្រេចចិត្តថាកាត់ទោសឲ្យ Lindsay នឹងមានទោសឬក៏រួចពីទោសដោយសារជំងឺផ្លូវចិត្តរបស់គាត់ទេប៉ុន្តែអ្វីដែលយើងដឹងអត់អាចកែប្រែបានគឺសោកនាដកម្មគ្រួសារមួយដែលកុមារ3នាក់ត្រូវបានបាត់បង់ហើយម្ដាយត្រូវជាប់ទោសពីបទកូនខ្លួនឯងទាំងដែលពេលខ្លះយើងអត់ទាន់ដឹងទេប៉ុន្តែគាត់ក៏អាចជាជនរងគ្រោះក្នុងរឿងនឹងដែរមានន័យថាគាត់មានជំងឺផ្លូវចិត្តគាត់អាចគ្រប់គ្រងខ្លួនឯងបានវាមិនមែនជាគាត់ទេដែលទៅធ្វើអារឿងបែបហ្នឹងទៅលើកូនរបស់គាត់វាពិតជាខ្លោចសារខ្លាំងមែនតើបកមកយើងដែលជាសាធារណជនវិញយើងធ្លាប់ឃើញបញ្ហានឹងករណីបែបនេះកើតឡើងយូរម្ដងប៉ុន្តែរាល់ដងយើងភាគច្រើនតែងតែសួរថាហេតុអីបានម្ដាយនឹងដាច់ចិត្តធ្វើបែបហ្នឹងទៅរួចទៅលើកូនរបស់ខ្លួនឯងប៉ុន្តែយើងមិនបានសួរខ្លួនឯងទេថាតើយើងយល់ដឹងពីជំងឺផ្លូវចិត្តរបស់ស្ត្រីក្រោយសម្រាលបានប៉ុណ្ណាតើយើងអាចធ្វើអីខ្លះដើម្បីបានជួយទៅម្ដាយម្នាក់ដែលកំពុងតែមានបញ្ហាផ្លូវចិត្តទាំងអស់ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាជាមិត្តភ័ក្តិជាគ្រួសារឬក៏ជាប្តីរបស់ម្ដាយម្នាក់ដែលទើបតែសម្រាលកូនហើយសូមព្យាយាមជួយយកចិត្តទុកដាក់ជាមួយនឹងគាត់ឲ្យបានច្រើនជួយសម្រាប់បន្ទុកគាត់ក្នុងការធ្វើជាម្ដាយថ្មីថ្មោងនឹងឲ្យគាត់បានគេងបានញ៉ាំឲ្យគ្រប់គ្រាន់ព្រោះថាពេលដែលមានកូនទារកម្នាក់ដែលបានកើតមកមិនមែនមានតែទារកមួយនឹងទេដែលត្រូវទទួលបានការយកចិត្តទុកដាក់ថ្នាក់ថ្នមថែទាំម្ដាយដែលទើបតែសម្រាលកូននឹងហើយក៏ត្រូវការថែទាំពីអ្នកទាំងអស់គ្នាដែរហើយពេលខ្លះការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តនិងការសង្កេតយកចិត្តទុកដាក់តិចតួចរបស់អ្នកទាំងអស់គ្នានឹងអាចជួយបញ្ជៀសកុំឲ្យមានសោកនាដកម្មកើតឡើងនៅក្នុងគ្រួសារមួយបាន